Sự sẵn sàng liệp ở Akhnia. ពួកយើងទាំងពីរនាក់គឺជានិស្សិតដែលកំពុងសិក្សានៅឯសាកលវិទ្យាល័យអាមេរិកភ្នំពេញ AUPP ហើយពួកយើងក៏មានស្រុកកំណើតនៅខេត្តសៀមរាបផងដែរដែលបានឡើងមកបន្តការសិក្សានៅទីក្រុងភ្នំពេញនៅសាកលវិទ្យាល័យ AUPP នេះតែម្ដង បងប្អូនតែចង់មកទស្សនកិច្ចនៅឯរាជធានីភ្នំពេញហើយចង់សួរពួកបន្ថែមពី AUPP ប៉ុន្តែខ្លាចតែអត់មានពេលហើយចំណាយពេលធ្វើដំណើរយូរមែនអត់ ឥឡូវមិនបាច់បារម្ភទៀតទេព្រោះដោយសារតែបងក៏យល់អារម្មណ៍មួយនឹងដែរហើយក៏បានលើកយកបញ្ហានេះជួយទៅជម្រាបជូនសាកលវិទ្យាល័យរបស់បងផ្ទាល់តែម្ដង ដូច្នេះហើយថ្ងៃនេះបងមានដំណឹងល្អមួយពី AUPP AUPP នឹងរៀបចំកម្មវិធីពិព័រណ៍ស្តង់សិក្សាក៏ដូចជាមានការបង្ហាញកម្មវិធីសិក្សានិងពិភាក្សាជំនាញបរិញ្ញាបត្រជាមួយនឹងព្រឹទ្ធរដ្ឋទាំង4រូបរបស់ AUPP ផងដែរដែលរួមមានមហាវិទ្យាល័យផ្នែកធុរកិច្ចនិងការគ្រប់គ្រងបច្ចេកវិទ្យា Digital នីតិសាស្ត្រនិងវិទ្យាសាស្ត្រសង្គមនៅអត្តន័យអង្គរខេត្តសៀមរាបយើងនេះឯង ហើយកម្មវិធីរបស់យើងផងដែរនឹងប្រព្រឹត្តទៅនៅថ្ងៃទី6ខែមីនានៃ Royal Angkor Resort ដែលចាប់ផ្ដើមពីម៉ោង 9 ព្រឹករហូតដល់ម៉ោង 6 ល្ងាចដូច្នេះយើងអាចចូលរួមពេលណាក៏បានដែរអាស្រ័យទៅតាមម៉ោងទំនេររបស់បងប្អូនទាំងអស់គ្នា បន្ថែមពីនេះទៀតបងប្អូនដែលដាក់ពាក្យចុះឈ្មោះចូលរៀននៅឯកម្មវិធីផ្ទាល់នឹងទទួលបានការដាក់ពាក្យឥតថ្លៃព្រមទាំងទទួលបានកាដូពិសេសៗពី AUPP ទៀតផងហើយបន្ថែមពីនឹងទៀតបងប្អូននឹងទទួលបាន 5% បន្ថែមពីលើអាហារូបករណ៍ Academic Excellence ទៀតផង ថាម៉េចអាហារូបករណ៍ Academic Excellence Scholarship នោះអីគេគុណជឿ អាហារូបករណ៍ Academic Excellence គឺជាអាហារូបករណ៍ដែលផ្ដល់ជូនទៅដល់សិស្សានុសិស្សដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ 2026 ដែលគាត់នឹងទទួលបាននិទ្ទេសរួម A និង B ហើយនិទ្ទេស A មុខវិជ្ជានឹងទទួលបានអាហារូបករណ៍ 5% អញ្ចឹងមានន័យថានៅពេលដែលសិស្សានុសិស្សបានចូលរួមក្នុងកម្មវិធីយើងហើយគាត់ដាក់ពាក្យសិក្សានៅកន្លែងផ្ទាល់គាត់នឹងទទួលបាន 5% បន្ថែមទៅលើអាហារូបករណ៍ Academic Excellence របស់គាត់មែនអត់ ហើយ អូឡយមែនដូច្នេះកុំឲ្យឱកាសដ៏ល្អមួយនេះកន្លងផុតទៅឲ្យសោះណា scan QR code ខាងលើនេះដើម្បីចុះឈ្មោះចូលរួមក្នុងកម្មវិធីរបស់យើងទាំងអស់គ្នាជួបគ្នានៅសៀមរាប ជួបគ្នានៅសៀមរាបណា